តាមឲ្យតាន់ trend បងប្អូនបាទដើម្បីយើងធ្វើរូបឬក៏ sticker បែប QQ បែបនេះយើងអាចធ្វើបានតាមរយៈកម្មវិធី Chat GPT អញ្ចឹងបងប្អូនឃើញទេបាទរូបស្អាតមែនតើអញ្ចឹងរបៀបធ្វើគឺអត់ពិបាកទេដំបូងយើងគ្រាន់តែមានកម្មវិធី Chat GPT នៅលើទូរស័ព្ទដៃមកបន្ទាប់មកយើងគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធីមួយហ្នឹងបាទរួចហើយបងប្អូនចុចកន្លែងសញ្ញាបូកហើយយើងធ្វើការចុចទៅលើពាក្យថា photo មិនដល់ត្រង់ចំណុចនេះគឺយើងធ្វើការជ្រើសរើសនៅរូបភាពណាដែលបងប្អូនចង់ធ្វើទៅជា sticker ណាបាទអញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសរូបភាពដែលយើងពេញចិត្តបាទបន្ទាប់ពីយើងធ្វើការជ្រើសរើសរួចរាល់ហើយបងប្អូននឹងឃើញទម្រង់បែបនេះហើយត្រង់ចំណុចនេះផងដែរគឺយើងត្រូវសរសេរ prompt ហើយបញ្ជាក់បន្តិច prompt ហ្នឹងគឺខ្ញុំនឹងធ្វើការដាក់ខាងក្រោមនៅ description នៃវីដេអូរបស់ខ្ញុំអញ្ចឹងបងប្អូនអាចធ្វើការ copy prompt ហ្នឹងយកទៅប្រើប្រាស់បានបងប្អូនណាបាទអូខេនៅពេលដែលយើងធ្វើការ copy prompt ហ្នឹងហើយយើងផាសខាងក្រោមរូបភាពរួចរាល់យើងចុចបញ្ជូនមកបងប្អូនអញ្ចឹងបន្ទាប់មកវានឹងធ្វើការ generate រូបរបស់យើងហ្នឹងទៅជា sticker អញ្ចឹងបងប្អូនអាចសាកមើលបាននៅពេលដែលវាធ្វើការ generate រួចរាល់ហើយឃើញស្អាតទេបងប្អូនណាស្អាតមែនតើបាទអញ្ចឹងរូបហ្នឹងយើងអាចធ្វើការទាញយកទៅប្រើប្រាស់បានដោយសេរីតែម្ដងបាទយើងគ្រាន់តែចុចទៅលើនឹងមកហើយវាមានសញ្ញាព្រួយយើងចុចទៅលើសញ្ញាព្រួយមកដើម្បីយើងធ្វើការទាញយករូបនឹងយកមកប្រើប្រាស់ណាបងប្អូនអញ្ចឹងវាកំពុងតែដំណើរការឲ្យបងប្អូនអញ្ចឹងរូបភាពហ្នឹងគឺគុណភាពវាច្បាស់តែម្ដងបាទយើងអាចយកទៅប្រើប្រាស់ឬក៏យើងលេងជាមួយនឹង Telegram ឬក៏ Messenger បានដោយសេរីតែម្ដងអញ្ចឹងនៅពេលដែលវា download រួចរាល់ហើយវានឹង store ទុកនៅក្នុងទូរស័ព្ទដៃយើងតែម្ដងបាទរបៀបក្នុងការធ្វើ sticker បាទស្អាតគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែកជូនបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានចម្ងល់កុំភ្លេច comment នៅខាងក្រោមវីដេអូអរគុណជម្រាបលា